វីដេអូនេះយូរសំណំក្រិនដែរឡើយម៉ែបងប្អូនអើយតាំងពីអង្ការក្តៅខ្លាំងក៏មិនទាន់ថាបានបង្ហាញពុកម៉ែបងប្អូនដល់ពេលតែស្ថានភាពរៀងស្រួលបួលបន្តិចក៏បង្ហាញបន្តិចទៅដោយសារតែពុកម៉ែបងប្អូនបានផ្ញើនិយាយរំទូសំភារៈកូនងាខោអាវពូកភួយខោទឹកនោមអីគេថាបបោហេហេច្រើនមែនទែនចែកឲ្យខ្ញុំចែកក៏ចែកដាក់របបោហូហេដូចគ្នានេះដោយសារតែបច្ចុប្បន្នក៏វាថានោះតែមានពុកម៉ែអំប្អូនភាសាមានផ្ទៃពោះមានកូនងាកូនង៉ែតអីទេដល់ពេលតែមួយរយៈមុនក៏យើងចែកអស់មួយវគ្គដល់ពេលតែមួយរយៈក្រោយនេះក៏មិនទាន់ជាដឹងច្បាស់ថាចែកបានអត់ទេម៉ែអំប្អូននិសាតែសម្ភារៈកូនងារបស់យើងក៏វារៀងថាខើចដែរហើយពីមួយកន្លែងទៅមួយកន្លែងកាលជើងមុនគេថាចែកលបានគ្រប់គ្នាហើយក៏ច្រើនដែរម៉ែអំប្អូនមួយកន្លែងប៉ះណាក៏20 30 40នាក់ណាជាពិសេសកូនងាទូចតែមិនថាបាន10ថ្ងៃ20ថ្ងៃ30ថ្ងៃប៉ះណាក៏បងគ្រប់ខែអីគេថារត់មកហើយបើប៉ះណារឹតថាកន្សត់ទេដោយសារតែគិតមកក៏មិនបានថាយកអីមកទេម៉ែបងប្អូនគេថាកូនងាទូចក៏ហំយល់ក៏ពូក៏មិនមានភួយក៏មិនមានកតូបក៏មិនមានក៏មើលទូគេថាសពគ្រប់តែបណ្ដោយណាដល់ពេលតែខ្ញុំគេថាមានសម្ភារៈកូនងាសពគ្រប់អញ្ចឹងគេយកទៅចែកពួកគិតក៏ពិតជារំភើបខ្លាំងណាស់ដោយសារតែបានគិតប្រើប្រាស់បានរបស់ថ្មីអីចឹងម៉ែបងប្អូនគេថាមានជាថ្មីណាស់ទេដោយសារតែពួកម៉ែបងប្អូនផ្ញើមកប្រើហើយប៉ុន្តែគាត់បានបោកគួរអីសម្អាតមកស្អាតមើលទៅក៏អាចប្រើប្រាស់បានសម្រាប់គិតគេថាអខ្លាំងមែនទែនដោយសារតែប៉ះណាគាត់អត់ខ្លាំងអញ្ចឹងម៉ែបងប្អូនសូម្បីតែពុកអីក៏មានពេលយើងយកទៅជូនគាត់ណាគេថាអូរំភើបណាស់សូម្បីតែអូនងាក៏រំភើបដែរហើយសម្រាប់វីដេអូនេះក៏នាងខ្ញុំឆោមចៃផាចខ្ញុំពិតជាអរគុណជំនួសបងភាសឹកដែលគាត់មានទារកទូចមានកូនងាទូចហើយយើងបានចែកសម្ភារៈគាត់ផ្សេងណាពិតជាអរគុណខ្លាំងមែនទែនសម្រាប់បងម្ចាស់ជំនួយដែលបានផ្ញើពូកភួយមុងឬមួយក៏សម្ភារៈផ្សេងឲ្យតែតាកតងនឹងសម្ភារៈកូនងាហ្នឹងគាត់ថាមកវឹកនេះក៏ផ្ញើមកច្រើនយ៉ាងណាចុះឲ្យគេយើងចែកដាក់លោអស់ធឹងឯងទូមួយកន្លែងយាយរុំទូមិនអត់កូនងាទេម៉ែបងប្អូនហើយក៏បងពោះធំឬមួយក៏ចិត្តគ្រប់ខែអីក៏មិនអត់ដែរចុះគេយើងចែកជូនកាត់ម្នាក់មួយដាក់លបានគ្រប់គ្នាឯងរុំទូដូចតែខ្ញុំនិយាយមួយឈុតម៉ែបងប្អូនមានពូកមានខ្នើយអបមានខោអាវមានអីដាក់តូលមកកំ plei ឯងហើយខ្ញុំឆំតែផាច់ដែលខ្ញុំនិយាយម្ដងទៀតឯងគឺអរគុណជំនួសមុខទៅដល់បងភាសឹកមិនថាបងមាន baby មិនថាបងមានទងន់ឬមួយក៏បាន1ខែ2ខែទេគឺជំនួសមុខឲ្យពួកគាត់គឺអរគុណដល់បងខ្លាំងមែនទែនជូនពរឲ្យបងឬមួយក៏អ៊ំនិយាយរំទៅដែលបានផ្ញើសម្ភារៈមិនថាអ៊ំបងផ្ញើសម្ភារៈទេឬមួយក៏ផ្ញើថវិកាឲ្យផ្សេងទៅជូនពរឲ្យរស់ស៊ីមានបានទៅណាមកណាក៏ជួបតែសុខសុវត្ថិភាពរលុយចេះតែថាហូរចូលដូចទឹកហូរអីចឹងម៉ែបងប្អូនហើយនេះពីមួយកន្លែងទៅមួយកន្លែងគេចាប់ដាក់មួយឈុតដាក់មួយឈុតនិយាយរំទៅវីដេអូនេះគឺចែកសម្ភារៈកូនងាសតហើយក៏វីដេអូរបស់យើងមានតែប៉ុណ្ណេះទេអរគុណពុកម៉ែអរគុណអ្នកទស្សនាតែម្ដងចប់ជំរាបលាបាយ